សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបង្កើតឈ្មោះអតិថិជនថ្មីដើម្បីធ្វើការបង្កើតឈ្មោះអតិថិជនថ្មីជាដំបូងលោកអ្នកត្រូវคลิกចូលទៅក្នុង Module Sales Dashboard คลิกនៅលើពាក្យ Customer คลิกប៊ូតុង Create ដើម្បីធ្វើការបង្កើតឈ្មោះអតិថិជនថ្មីសម្រាប់ Record លោកអ្នកអាចធ្វើការមកពេញដោយផ្ទាល់ឬអាចរំលងនោះ System នឹងចាប់ Record នោះចូលនៅស្វ័យប្រវត្តិបំពេញឈ្មោះអតិថិជនថ្មីនៅក្នុងប្រអប់ Customer Nameលោកអ្នកក៏អាចបំពេញឈ្មោះអតិថិជននោះជាភាសាផ្សេងទៀតនៅក្នុងប្រអប់ Second Language Tick Allow Credit ដើម្បីអនុញ្ញាតឲ្យអតិថិជននោះអាចធ្វើការជំពាក់បានបន្ទាប់មកបំពេញចំនួនអតិបរមានៃទឹកប្រាក់ដែលអាចជំពាក់នោះនៅក្នុងប្រអប់ Credit Limit ជ្រើសរើសឈ្មោះក្រុមអតិថិជនលោកអ្នកអាចពិនិត្យមើលប្រតិបត្តិការនៃលុយជំពាក់ដែលនៅសល់លុយឥណទាននៃការដូរទំនិញចូលវិញនិងលុយកក់របស់អតិថិជននោះនៅក្នុងផ្នែក Customer History Information คลิกប៊ូតុង Add នៅក្នុងផ្នែក Contact Information បន្ទាប់មកបំពេញព័ត៌មានណាដែលចាំបាច់សម្រាប់ទំនាក់ទំនងអតិថិជននោះคลิกប៊ូតុង Add នៅក្នុងផ្នែក Contact Information បន្ទាប់មកចូលទៅក្នុងផ្នែក Location Information បំពេញព័ត៌មានអាសយដ្ឋានរបស់អតិថិជនคลิกលើប៊ូតុង Add ពិនិត្យមើលព័ត៌មានឡើងវិញរួចคลิกនៅលើពាក្យ Save